ក្នុងឆ្នាំ1838នៅតំបន់តូចមួយនៃប្រទេសអាល្លឺម៉ង់លោក Carl Heinrich Knorr បាននឹកឃើញគំនិតដ៏អស្ចារ្យមួយក្នុងផ្ទះបាយរបស់គាត់ដោយការគ្រានោះគ្រួសារជាច្រើនបានប្រឈមមុខជាមួយនឹងបញ្ហាក្នុងការរក្សាទុកបន្លែសាច់និងគ្រឿងទេសឲ្យបានយូរដែលបណ្ដាលឲ្យខូចគុណភាពឆាប់ដូច្នេះគាត់ក៏នឹកឃើញគំនិតមួយក្នុងការសម្ងួតបន្លែនិងគ្រឿងទេសដើម្បីរក្សារសជាតិនិងអាហារូបត្ថម្ភរបស់វាដែលជួយធ្វើឲ្យគ្រួសារទាំងនោះរីករាយក្នុងការញ៉ាំអាហារមានរសជាតិឆ្ងាញ់និងមានជីវជាតិពីគំនិតតូចមួយคล้ายជាកេរដំណែលដ៏អស្ចារ្យហើយបានក្លាយជាចំណែកមួយក្នុងការផ្គត់ផ្គង់អាហារទៅកាន់ពិភពលោកការច្នៃប្រឌិតរបស់ Knorr បានរីកសាយយ៉ាងឆាប់រហ័សក្នុងឆ្នាំ1870ស៊ុបបែបស្ងួតបានក្លាយជាចំណែកជួយឲ្យការចម្អិនម្ហូបអាហារកាន់តែលឿនហើយនៅឆ្នាំ1912ការច្នៃប្រឌិតដ៏តូចបានផ្លាស់ប្ដូរគ្រប់យ៉ាងជាមួយដុំស៊ុបធ្វើត្បិតតែតូចប៉ុន្តែពោពេញដោយអានុភាពដុំស៊ុបនេះបានបង្កើតរសជាតិដ៏អស្ចារ្យសម្រាប់គ្រួសាររាប់លានជាមួយការច្នៃប្រឌិតនេះលោក Knorr បានផ្លាស់ប្ដូរការចម្អិនអាហារក្នុងផ្ទះបាយតាំងពីពេលនោះមកត្រឹមទសវត្សរ៍ឆ្នាំ1950 Knorr បានក្លាយជាម៉ាកផលិតផលដែលល្បីល្បាញទូទាំងទ្វីបអឺរ៉ុបដែលក្នុងនោះរួមមានអូទ្រីស ស្វីស បារាំង បែលហ្ស៊ិក ហូឡង់ អង់គ្លេស និងអែតឡង់ដោយភាពល្បីល្បាញទាំងនេះចេះតែបន្តឮតៗគ្នាបន្តិចម្ដងម៉ាកផលិតផល Knorr លែងត្រឹមតែជាម៉ាកផលិតផលធម្មតាទៀតហើយ Knorr បានក្លាយជាផ្នែកមួយសម្រាប់ការចម្អិនម្ហូបប្រចាំថ្ងៃរបស់គ្រួសារនីមួយៗនេះសបញ្ជាក់ថាគ្រប់ម្ហូបអាហារគឺកាន់តែឆ្ងាញ់ជាមួយ Knorr នៅក្នុងឆ្នាំ2000ម៉ាកផលិតផល Knorr បានចូលរួមជាមួយគ្រួសារក្រុមហ៊ុន Unilever ជាមួយនឹងកិច្ចសហការរវាងក្រុមហ៊ុន Unilever និង Knorr ក្នុងចក្ខុវិស័យរួមគេដំណើរនៃរសជាតិដ៏អស្ចារ្យបានបង្កើតជាកម្លាំងមួយដែលកាន់តែខ្លាំងក្នុងការផ្គត់ផ្គង់រូបមន្តចម្អិនម្ហូបដែលមានរសជាតិឆ្ងាញ់អាហារមានជីវជាតិទៅកាន់គ្រប់តុបាយទូទាំងសកលលោកកិច្ចសហការមួយនេះបានបង្កើតនូវភាពច្នៃប្រឌិតនិរន្តរភាពនិងទំនុកចិត្តមកដល់បច្ចុប្បន្ននេះ Knorr បានក្លាយជាចំណែកមួយនៃជីវិតប្រចាំថ្ងៃសម្រាប់មនុស្សទូទាំងសកលលោកជាមួយវត្តមានជាង90ប្រទេសនិងរោងចក្រជាង70កន្លែងនៅទូទាំងពិភពលោក Knorr ត្រូវបានគេយកទៅចម្អិនជាមួយអាហារជាង320លានចានជារៀងរាល់ថ្ងៃពីសរសៃមីនៅអាស៊ីស៊ុបនៅអឺរ៉ុបរហូតដល់ការជួបជុំគ្រួសារពេលល្ងាចនៅអាហ្វ្រិកនិងអាមេរិក Knorr បានបង្កើតភាពជិតស្និទ្ធសម្រាប់មនុស្សជុំវិញពិភពលោកតាមរយៈរសជាតិអាហារដ៏ឆ្ងាញ់ទាំងអស់នេះផ្ដើមចេញពីការបដិញ្ញាចិត្តការប្រើប្រាស់វត្ថុធាតុដើមដែលមានប្រភពច្បាស់លាស់ការកាត់បន្ថយកាកសំណល់និងថែរក្សាបរិស្ថានពិភពលោកក៏ប៉ុន្តែ Knorr មិនត្រឹមតែគិតពីអតីតកាលប៉ុណ្ណោះទេប៉ុន្តែយើងក៏បានគិតពីអនាគតផងដែរចក្ខុវិស័យរបស់យើងផ្ដោតទៅលើការបន្តផលិតនូវផលិតផលដែលមានគុណភាពនិងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់នេះមានន័យថាអាហារគ្រប់ចានត្រូវតែសម្បូរដោយរសជាតិឆ្ងាញ់សារធាតុចិញ្ចឹមរហ័សនិងងាយស្រួលចម្អិននេះមានន័យថាយើងជួយជំរុញឲ្យគ្រួសាររីករាយជាមួយបន្លែច្រើនជាងមុនស្វែងរករសជាតិថ្មីៗដោយរក្សាទំនៀមទម្លាប់ចម្អិនឲ្យនៅជាប់ជានិរន្តរ៍ទាំងនេះគឺជាអ្វីដែលគ្រប់ផលិតផល Knorr បានប្រកាន់ខ្ជាប់ការផ្ដល់នូវជីវជាតិរសជាតិនិងសុភមង្គលដល់ការចម្អិនអាហារគ្រប់មុខព្រោះថាអាហារមិនត្រឹមតែជាចំណីប៉ុន្តែអាហារគឺជាជីវិតវប្បធម៌និងការប្រស្រ័យទាក់ទងពីការច្នៃប្រឌិតដ៏សាមញ្ញមួយក្នុងឆ្នាំ1838រហូតក្លាយជាការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងការចម្អិនម្ហូបក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សរាប់លាននាក់ការវិវត្តរបស់ម៉ាកផលិតផល Knorr នេះបានសបញ្ជាក់ថាគំនិតតូចមួយក៏អាចផ្លាស់ប្ដូរទម្លាប់នៃការចម្អិននិងទទួលទានអាហាររបស់មនុស្សទូទាំងពិភពលោកបានដែរ Knorr ឈ្ងុយឆ្ងាញ់មានជាតិ